ដើម្បីបើកប្រព័ន្ធការពារពីរជាន់ដែលហៅថា 2FA ដំបូងយើងចូលទៅកាន់ Facebook បន្ទាប់មកយើងឃើញសញ្ញាត្រី3ខាងលើយើងចុចនឹងមកបន្ទាប់មកយើងឃើញ Security and Privacy មកយើងជ្រើសរើស Setting បន្ទាប់មកយើងទៅកាន់ Account Center មកយើងយកពាក្យថា Password and Security ហើយយើងឃើញ Two Factor Authentication យើងជ្រើសរើស Facebook យើងមកតោះមកយើងវាយ password Facebook របស់យើងបញ្ចូលបន្ទាប់មកវានឹងឲ្យយើងរើសជម្រើសមួយនៅក្នុង3ដែលទី1គឺ Authentication App Security Key និង SMS យើងយកទី2 SMS មកយើងវាយលេខទូរស័ព្ទយើងបញ្ចូលបន្ទាប់ពីវារើសហើយវានឹងផ្ញើលេខកូដ6ខ្ទង់ទៅកាន់លេខទូរស័ព្ទរបស់យើងបន្ទាប់ពីដាក់លេខកូដ6ខ្ទង់នឹងហើយ Facebook នឹងបង្ហាញយើងថាយើងបានបើកប្រព័ន្ធការពារនឹងជោគជ័យ